បើអញ្ចឹងយើងដល់ជាបន្ទាប់បាទដែលយើងត្រូវ set up service បាទណាយើងមាន DTO មាន map បាទ sorry ខ្ញុំសង្កត់ហ្នឹងតិចតែតង repo នេះបើសិនជាយើងប្រើគ្រូ repo ហ្នឹងយ៉ាងម៉េចដែរគ្រូបាននេះបើសិនជាប្រើ គ្រូ repo បាទនឹងវាតកតងជាមួយនឹងទំហំនៃ functionality ណាបាទគ្រូចាំថាមួយណា extend ពីមួយណាទេណាបាទមានន័យថាម៉េចមានន័យថាគ្រូឧបមាថា group repository ហ្នឹងវា extend ពី Mongo repository បាទអញ្ចឹងមិនថា group repository វាមាន functionality ច្រើនជាងត្រូវទេយើងត្រូវទេបាទបើយើង extend ណាបាទអញ្ចឹងគឺយើងអាចចូលមើលនៅក្នុងហ្នឹងបានបាទយើងយកចំណុចហ្នឹងន័យថាអញ្ចឹងមានថាការងារធម្មតាយើងប្រើ group operation ទៅគឺគ្រប់គ្រាន់ហើយបាទតែរបស់ពេលខ្លះទៀតយើងត្រូវការpagination ណាបាទយើងត្រូវការ functionality ផ្សេងទៀតបាទអញ្ចឹងគឺយើងអាចដូរការ extend បាទហេចឹងនិយាយអាចចូលមើលចាបានคุยប៉ុណ្ណឹងនេះតន់ទេនេះបាទនេះជាមួយហេតុបាទគ្នាមើលreactive repository Mongo repository នេះគឺវាបាន extend ពី group repository បាទអញ្ចឹងមិនថាក្នុងនេះគឺវាមាន functionality ច្រើនជាងត្រូវមិនត្រូវនេះយើងបាទនេះវាបាន extend ពី sort នេះទៀតនេះបាទអញ្ចឹងទាំង sort ណាទាំង group operation គឺមាននៅក្នុងនេះទាំងអស់តើតើនេះយើងតោះនេះតើណាបាទអូខេបាទខ្ញុំសូម check បើសិនជាយើង connect ទៅ Postgres អីវិញកន្លែងហ្នឹងវាមាន repository សម្រាប់ Postgres ដែរឬក៏វាអត់មានសំណួរអត់ត្រឹមត្រូវទេកន្លែងហ្នឹងណាកន្លែងហ្នឹងតាក់ទងជាមួយនឹងប្រភេទ database តទៅជាមួយនឹង driver ទេតាក់ទងជាមួយនឹង repository ទេបាទហ្នឹងយើងបែងចែកជា2 reactive បាទមិន reactive ទេSQL និង NoSQL បាទវាជា relational ហើយនឹងបាទ schema database បាទវាមានគេថា RDBMS ណាបាទ relational បាទហើយនិយាយថា relational database ណានិយាយថា relational database DB បាទមានអីគេខ្លះឧទាហរណ៍មាន Postgres ណាមាន Postgres មាន MySQL មាន SQL server បាទអីផ្សេង Oracle អញ្ចឹងទៅបាទហើយចំពោះ NoSQL បាទមាន MongoDB បាទ MariaDB អញ្ចឹងទៅបាទអញ្ចឹងគេមានបាទមួយខ្សែបាទពេលយើងចង់ connect ជាមួយនឹង relational database គឺយើងប្រើជាមួយ relational driver បាទហើយ relational driver database ហ្នឹងគឺវាមាន specific មួយរៀងគ្នាទៀតបាទ SQL server យើងប្រើ driver ផ្សេង MySQL ប្រើ driver ផ្សេងបាទវាជា spin connect ពី Java ទៅកាន់ database រៀងហ្នឹងរៀងខ្លួនហ្នឹងប្រភេទនីមួយហ្នឹងតោះនេះយើងបាទយើងបដូរតែបាទ connection string ជាមួយនឹង dependency ទេណាចំពោះការសរសេរកូដគឺនៅដដែលបើចង់និយាយអញ្ចឹងណាកូដយើងទុកនៅដដែលយើងបើចង់ connect ទៅកាន់Postgres បាទក៏ connect បានទៅកាន់ SQL server ក៏ connect បានណាដូរតែ dependency មកកូដយើងនៅដដែលទាំងអស់បាទក៏ប៉ុន្តែយើងត្រូវបែងចែកដាច់connect បានដដែលបានតែ relational database គ្នាវាទេចំពោះ NoSQL គឺវាត្រូវការមួយខ្សែគ្នាវាអញ្ចឹងណាយើងដោយសារតែនៅក្នុងនេះរបស់យើង domain នេះបើគឺយើងប្រើ document NoSQL database យើងប្រើ document តែចំពោះ relational database យើងប្រើ table អញ្ចឹងហ៎ហើយណាចាំហ៎ត្រង់បាទតោះនេះឡើងយើងតោះណាតន់អូខេបាទ
cái chẳng bộ máuបញ្ហាយើងវិញយើងធ្វើទៅលើ service ណាបាទអញ្ចឹងណា service អូខេអត់ទាន់មានបង្កើត service តែតាមគ្រូចាំគ្រូបង្កើតម្ដងហើយបាទតែបញ្ហាឥឡូវគ្រូដាក់លើនេះចឹងណាតែមើលឲ្យទាន់យើងមើលឲ្យទាន់ឡើយនេះគ្រូបង្កើត interface បាទហើយ package មួយនេះ package នេះណាអូខេណាគាត់ថា room service មើលទាន់មិនមែននៅក្នុង MPL ណានេះជាគេថា abstract level បាទ interface level room service នៅក្នុង package service បាទចុច finish មកអូខេវានៅក្នុងនេះណាបាទអញ្ចឹងយើងនឹងបង្កើតបាទ CRUD operation នៅក្នុងនេះបាទមានទាំងបាទ create retrieve update delete ក្នុងហ្នឹងទាំងអស់បាទប៉ុន្តែគ្រូអត់បង្កើតម្ដងទាំងអស់ទេគ្រូបង្កើតម្ដងមួយហើយបញ្ចូលគ្នាម្ដងមួយ step ម្ដងមួយ step បាទ service មួយនេះធ្វើអីគេពេលមួយនេះធ្វើអីណាអញ្ចឹងដំបូងគេនេះយើងចង់ create ម្នេះយើងចង់ save room data របស់យើងចូលទៅក្នុង database MongoDB បាទអញ្ចឹងដំបូងគេនេះគឺយើងបង្កើត function មួយសម្រាប់ save បាទដែល return type វានេះយើងប្រើ reactive ណាបាទអញ្ចឹងគឺយើងប្រើ mono បាទប្រើ mono បាទហើយអានេះជា response type របស់វាគឺយើងប្រើ room DTO ណាយើងអត់ប្រើ room entity ទេ room DTO បាទហើយ function នេះក៏ដាក់ថាឈ្មោះcreate បាទ create room ទៅទៀតគ្រូបើបង្ចត់រូបយល់ឲ្យខ្លះទៅទៀត create room បាទអញ្ចឹងប៉ុណ្ណឹងអានេះជា return type នេះជា function name បាទហើយវាត្រូវមាន parameter ដែលយើងនឹងយកទៅបង្កើតជា object ហើយ save ចូលទៅក្នុង database បាទហើយ parameter យើងនៅពេលនេះបាទគឺមួយតន់ណាឡើយហ្នឹងតែខុសបន្តិចការ design របស់យើងគឺផ្សេងគ្នាហើយបាទយើង follow តាមរបស់គ្រូមកបាទស្អាតតែរបស់នេះគឺ best practice ណាយើងប្រើ room DTO មិនមែន room ទេណាយក save យកបោះ room ចូលយកបោះ room DTO ចូលបាទឡើយគ្រូបញ្ជាក់បើគ្នាចង់បោះ room ក៏បានដែរ technical គឺយើងធ្វើបានតែវាមិនជា best practice ណាវាមិនជា best practice បាទអញ្ចឹងឡើយនេះបាទហើយគ្នាយើងអាចសួរគ្រូទៀតហេតុអីបានមិន best practice ណាបាទគ្រូនឹងឆ្លើយប្រាប់ពេលក្រោយបាទហើយពេលដែលគ្រូសរសេរកូដហ្នឹងទៅយើងនឹងយល់ហេតុអីបានអញ្ចឹងណាហេតុអីបានអញ្ចឹងបាទអូខេអញ្ចឹងនេះជា signature នៃ function របស់យើង create room ហ្នឹងបាទអញ្ចឹងយើងបោះ room DTO ចូល save ហើយ return room DTO ចេញបាទអូខេទៅមុខទៀតយើងអាចធ្វើចេះវិញ room request DTO room response DTO នៅកន្លែងនេះ room response DTO ណាបាទតែយើងឃើញចឹងសិនបាទគួរអត់លោកទៅឆ្ងាយទេមួយបាទអូខេមកដល់ទៅនេះគ្រូបើកវងកញ្ចក់បន្តិចទៀតបាទហើយនេះគ្នាយើងមួយចំនួនបាទគាត់ឆ្ងល់ហើយកុំតែឃើញគេ mono ហ្នឹងបាទអញ្ចឹងគ្នាយើងទៅមើល Java reactive ណាបាទទៅមើល Java reactive Java reactive បាទ Java reactive ហ្នឹងវាមានបាទវាមានconcept ច្រើនបាទហើយយើងនឹងប្រើ2គឺ mono ហើយនឹង flock បាទតែគ្រូច្រើននិយាយថា spring by flock ហ្នឹងបាទអញ្ចឹង mono ហើយនឹង flock គ្នាចូលទៅមើលណាបាទសំខាន់ណាបើយើងអត់យល់ concept ហ្នឹងទេគឺយើងអត់មាន idea update កែប្រែបន្ថែមទេមើលគ្រូយល់កុំតែចង់ធ្វើតាមកំណត់ខ្លួនឯងធ្វើអត់រួចចាប់តោះណាបាទអញ្ចឹងគ្រូសូគ្រប់បែបយ៉ាងតែម្ដងបាទយើងយល់ concept ផងយើងគួរយល់ពីការសរសេរកូដផងយល់ concept ហ្នឹងផងយល់ concept mono flock ហ្នឹងផងបាទអញ្ចឹងទៅមើល Java reactive បាទចាស់ហ្នឹងហើយយើងតិចទៀត
គេនឹងឃើញគ្រូប្រើ feature Spring Web Flop តិចទៀតហ្នឹងឯងបាទពេលគ្រូ build controller Web Flop បាទអញ្ចឹងហើយបានគ្រូណែនាំគ្នាយើងរៀនចំណុចទាំងអស់ហ្នឹងហើយក៏ជាផ្នែកសំខាន់មួយដែរដែលគ្រូបង្រៀនមុខវិជ្ជាទាំងអស់ហ្នឹងបាទគ្រូបរៀន Java Reactive Spring Web Flop MongoDB រួចអស់លេងហើយបាទមុននឹងមកបើកបង្រៀនវគ្គថ្មី Enterprise Application ហ្នឹងឃើញទេគ្រូរៀបជើងព្រួលបាទមានផែនការរួចអស់ហើយបាទអញ្ចឹងគ្នាយើងអាចស្វែងសិក្សាខ្លួនឯងក៏បានឬក៏សិក្សាជាមួយគ្រូក៏បានដែរបើសិក្សាជាមួយគ្រូជាភាសាខ្មែរហើយគ្រូបញ្យល់អាចថារៀងងាយស្រួលយល់រៀនឆាប់ចប់ឃើញទេបាទហើយយើងដែលចង់រៀនមួយគ្រូឆាតមកគ្រូ private ណាបាទតាម Telegram បាទមានទាំង MongoDB ទៀតAngular ក៏មានដែរណានឹងក្បាលវងចប់ប៉ុណ្ណឹងបើយើងអត់យល់ mono កសិប mono ហ្នឹងទេបាទពិបាកហើយបាទពិបាកហើយយើងបានយល់ថាអូខេការសរសេរកូដផ្សំណាគឺសេមិនយើងបានដឹងតែនៅពេលយើងកែយើងចង់ធ្វើលើខ្លួនឯងពិបាកធ្វើតាក់ហើយ search ChatGPT search Google អីមិនងាយស្រួលទេវាចេញចម្លើយឯងកំតែយើងអត់អាចបែងចែកថាមួយណាជាដំណោះស្រាយល្អហេតុអីបានវាទៅជាអញ្ចឹងតោះណាបាទអញ្ចឹងហើយគេថាមូលដ្ឋាន basic ហ្នឹងគឺសំខាន់ណាអូខេឥឡូវ stop ប៉ុណ្្នឹងសិនបាទចប់ room service ណាចប់ room service យើងចូល implementation បាទយើងប្រើ service នេះណាបាទតែខាងក្នុងវាដំណើរការគឺ implementation នេះទេបាទ